ជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនថ្ងៃហ្នឹងយើងមកដឹងពីគុណសម្បត្តិនិងគុណវិបត្តិអំពីរបៀបផ្លាស់ប្ដូរជើងសាពុកម៉ែបងប្អូនហ្នឹងហើយសម្រាប់ជើងសាពេលដែលយើងធ្វើការផ្លាស់ប្ដូរក្របចេះពុកម៉ែបងប្អូនវាមានគុណវិបត្តិវានិងគុណសម្បត្តិរៀងៗខ្លួនណាយើងត្រូវដឹងថានេះអាតួបតវានេះពុកម៉ែបងប្អូនតួបតនេះវានៅល្អណាតួបតហ្នឹងនៅល្អយើងគួរតែផ្លាស់ប្ដូរក្របជើងសាកហ្នឹងទៅនេះល្អណាក៏ប៉ុន្តែសម្រាប់តួបតនេះឡើងល្អហើយនេះតួបតវាមានស្នឹមមានអីប្រផ្ដេសហើយយើងគួរតែដោយកថ្មីទៅពុកម៉ែបងប្អូនហើយសម្រាប់ការផ្លាស់ប្ដូរជើងសាករបស់វាបើសិនជាតួនឹងនៅបានល្អតួនេះអាតួបតវាហ្នឹងបើសិនជាអានឹងល្អពេលដែលយើងផ្លាស់ប្ដូរទៅនេះយើងនៅបានរក្សាគ្រឿងបង្គុំ original របស់វានិងបត original របស់វាបងប្អូនហើយការប្រើប្រាស់វាក៏ល្អដែរក៏ប៉ុន្តែបើសិនជាយើងធ្វើអត់បានល្អទេវានឹងប្រើឆាប់ខូចវិញអាជើងហ្នឹងក៏ប៉ុន្តែយើងធ្វើបានល្អអត់អីទេយើងប្រើប្រាស់បានយូរហើយបើសិនជាយើងដោអាបតនឹងថ្មីយើងដោអាគូតសាកនឹងទាំងសំណុំបងប្អូនបើសិនជាយើងជ្រើសរើសយកគ្រឿងអត់ផ្សេងទេអាកង់ដងអីហ្នឹងវាអត់ល្អដូចអាស៊ីននេះអញ្ចឹងការប្រើប្រាស់វាអាចនឹងមានចន្លោះប្រហោងកន្លែងណាមួយហើយអញ្ចឹងសម្រាប់ការដោគូតសាករបស់វាគឺវាមានតែប៉ុណ្្នឹងឯងវាមានតែគុណសម្បត្តិវាមានតែគុណវិបត្តិហ្នឹងបងប្អូនហើយបើសិនជាសម្រាប់ខ្ញុំនេះឥឡូវគឺយើងធ្វើការផ្លាស់ប្ដូរជើងហ្នឹងហើយយើងផ្លុំទៅយើងដាក់ឲ្យបានល្អទៅវានឹងរក្សាគ្រឿងបង្គុំវានៅល្អណាយើងប្រើប្រាស់បានយូរជាមួយនឹងទូបតស៊ីនវាអានេះទូបតស៊ីននេះស្អាតអញ្ចឹងបងប្អូនបើសិនជាអាយអត់ស្អាតទេយកមកទុនកក្លែកណាហើយមើលទៅវាអត់ perfect ដូចអាស៊ីនណាហើយនេះសំខាន់គឺតួបតស៊ីនវាមានអ៊ីសេវាមានអីច្រើនណាបងប្អូនអញ្ចឹងវាធ្វើឲ្យការប្រើប្រាស់ហ្នឹងវាល្អហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាធ្ងន់ធ្ងរគឺដាច់ខាតគឺត្រូវទៅដោដូចជាបាក់ដូចជាស្នឹមអីច្រើនពេកណាក៏ប៉ុន្តែសម្រាប់តួបតមួយនេះអត់អីទេបងប្អូននៅស្អាតយើងអាចធ្វើការផ្លាស់ប្ដូរតែក្របជើងមកក្របនេះបានណាអ្នកឃើញវាមានស្នឹមមានអីវាពិបាកអត់ចូលអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរជើងនឹងមកក្របយកតែម្ដងណាហ្នឹងហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអត់អីវែងឆ្ងាយទេបងប្អូនគឺយើងធ្វើការផ្លាស់ប្ដូរក្របជើងធ្វើការអីហ្នឹងឯងក៏ប៉ុន្តែបើសិនជាយើងមើលទៅឃើញបតអតិជននៅល្អយ៉ាងហើយយើងធ្វើការផ្លាស់ប្ដូរដោយប្ដូរក្របជើងល្អជាងណារបស់ខ្ញុំទេតែបើសិនជាយើងផ្លុំដោអត់កើតទេយើងដោថ្មីណាតែដោថ្មីដូចខ្ញុំថាអញ្ចឹងសម្រាប់អ៊ីសេសម្រាប់អីនេះគឺវាបាត់បង់សមត្ថភាពរបស់វាព្រោះអីកន្លងមកបើសិនជាយើងទៅទិញជើងមិនមែនជើងប្រភេទ original ទេបងប្អូននេះខ្ញុំសង្កេតឃើញអាក្របអ៊ីសេនេះក្របអ៊ីសេនេះអត់មានទេវាដាក់រាច់យកតែហ្មងហើយគ្រឿងខ្លះកង់ដងអីលើនេះខ្លះ C capacitor វាបងប្អូនគឺវាដកចាញ់ទាំងអស់អាហ្នឹងវាមិនសំខាន់ទេពេលដែលយើងប្រើប្រាស់វាសំខាន់តែទប់ភ្លើងដែរបើភ្លើងវាចូលមករៀងខុសប្រកដីគឺបាន capacitor នឹងទប់ហើយបើសិនជាភ្លើងចូលមកអត់អីតែបើសិនជាវាអីវាខូចឧបករណ៍យើងហ្នឹងហើយអញ្ចឹងបញ្ជាក់មកវិញបើសិនជាហាងខ្ញុំបើសិនជាបតអតិជនល្អយ៉ាងហើយគឺខ្ញុំជ្រើសរើសយកការផ្លាស់ប្ដូរក្របគួតសាកណាល្អជាងណាហ្នឹងហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនជាចុងក្រោយកុំភ្លេចជួយ Subscribe Channel មួយផង Follow Page Like Share ដើម្បីជួបគ្នានៅវីដេអូក្រោយអរគុណជំរាបលា